នៅពេលដែលអ្នកផ្ដោតលើការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃអ្នកមិនដែលមានអារម្មណ៍ថាពេញចិត្តឡើយអ្នកតែងតែមានអារម្មណ៍ថាអ្នកមិនពូកែមិនល្អឬថាអ្នកដទៃល្អជាងអ្នកនេះអាចនាំឲ្យមានអារម្មណ៍នៃភាពមិនគ្រប់គ្រាន់ការគោរពខ្លួនឯងទាបនិងភាពមិនសប្បាយចិត្តទី2អ្នកត្រូវចាំថាមនុស្សម្នាក់ៗមានទេពកោសល្យរៀងៗខ្លួនមនុស្សម្នាក់ៗមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួនហើយវាក៏គ្មានប្រយោជន៍ទេក្នុងការព្យាយាមវាស់វែងគ្នាទៅវិញទៅមកត្រូវចាំថាគេល្អបែបគេអ្នកល្អបែបអ្នកគេពូកែបែបគេអ្នកពូកែបែបអ្នកទី3តម្លៃរបស់អ្នកមិនត្រូវបានកំណត់ដោយអ្នកដទៃទេតម្លៃរបស់ខ្លួនឯងគួរតែមកពីខាងក្នុងការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃច្រើនពេកវាធ្វើឲ្យយើងមើលមិនឃើញពីតម្លៃរបស់ខ្លួនឯងព្រោះក្នុងកែវភ្នែករបស់យើងអ្នកដទៃតែងតែល្អមានតម្លៃខ្ពស់ជាងខ្លួនឯងជានិច្ចទី4វាជាការខ្ជះខ្ជាយពេលវេលាការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃនាំឲ្យឆ្ងាយពីការរីកចម្រើនជំនួសឲ្យការផ្ដោតលើគោលដៅនិងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នករវល់នឹងការវិភាគសមិទ្ធផលរបស់នរណាម្នាក់ទី5អ្នកមិនអាចគ្រប់គ្រងអ្វីដែលអ្នកដទៃធ្វើអ្នកមិនអាចគ្រប់គ្រងរបៀបដែលអ្នកដទៃរស់នៅឬអ្វីដែលពួកគេសម្រេចបានគួរផ្ដោតលើគោលដៅនិងសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកជាជាងព្យាយាមរៀបចំឬគ្រប់គ្រងអ្នកដទៃតាមរយៈការទទួលស្គាល់ហេតុផលទាំងនេះអ្នកអាចផ្លាស់ប្ដូរការផ្ដោតអារម្មណ៍របស់អ្នកឲ្យឆ្ងាយពីការប្រៀបធៀបនិងឆ្ពោះទៅរកការរីកចម្រើនផ្ទាល់ខ្លួនការយល់ដឹងពីខ្លួនឯងនិងសុភមង្គលនេះជាមូលហេតុដែលអ្នកទាំងអស់គ្នាមិនគួរប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ